របៀបចូលទៅបដូរ password Facebook ថ្មីដោយយើងមិនចាំបាច់ត្រូវការជាមួយនឹង password ចាស់ដោយសារតែ password ចាស់ហ្នឹងយើងភ្លេចបាត់ទៅហើយយើងមិនដឹងថាលេខប៉ុន្មានទេអញ្ចឹងសម្រាប់បងប្អូនដែលធ្វើការផ្លាស់ប្ដូរជាមួយនឹងទូរស័ព្ទឬក៏ត្រូវការ login ជាមួយនឹង account Facebook តែយើងភ្លេច password បាត់ទៅហើយអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងប្រាប់បងប្អូនពីរបៀបផ្លាស់ប្ដូរជាមួយនឹង password ថ្មីដោយយើងមិនត្រូវការជាមួយនឹង password ចាស់ទេតោះឥឡូវទៅមើលវីដេអូទាំងអស់គ្នាជាដំបូងបងប្អូនចូលទៅកាន់ account Facebook ដែលយើងត្រូវការបដូរជាមួយនឹង password ថ្មីដែលយើងភ្លេចបងប្អូនរួចហើយយើងចូល profile រួចហើយយើងចូលទៅកាន់ tray 3 scroll ចូលមកក្រោមយើងឃើញពាក្យ setting and privacy ហើយយើងចុចទៅលើពាក្យដែលគេដាក់ថា setting មួយតង់ទៀតកន្លែងហ្នឹង2តង់ចាបន្ទាប់មកយើងចូលទៅកាន់ account center select កន្លែងហ្នឹងមករួចហើយនឹងឃើញផ្ទាំងមួយទៀតដែលគេដាក់ថាខាងក្រោម password and security ចុចចូលកន្លែងហ្នឹងចំណាំមកបងប្អូនបើសិនជាអត់ចេះភាសាអង់គ្លេសរួចហើយយើងចូលទៅកាន់កន្លែង change password កន្លែងហ្នឹងចាចុចចូលខាងលើគេបង្អស់រួចហើយយើងចូលទៅកាន់ account Facebook របស់យើង profile របស់យើងចារួចហើយកន្លែងនេះគឺគេទាមទារឲ្យយើងវាយ password ចាស់ប៉ុន្តែយើងភ្លេចទៅត្រូវឯងបងប្អូនអញ្ចឹងយើងចុចទៅខាងក្រោមនេះដែលគេដាក់ពីអង់គ្លេសដែលគេដាក់ថា forget your password អញ្ចឹងចុចលើហ្នឹងមកបន្ទាប់មកទៀតយើងនឹងឃើញផ្ទាំងមួយទៀតចាកន្លែងនេះគឺជាលេខកូដដែលគេ send ទៅអញ្ចឹងខ្ញុំមាន WhatsApp អញ្ចឹងបងប្អូនបើអត់ទាន់មាន download WhatsApp ដាក់លេខទូរស័ព្ទដែលយើងភ្ជាប់ជាមួយនឹង account ហ្នឹងបងប្អូនដោយសារតែយើងភ្ជាប់ WhatsApp ទៅគឺខាង Facebook ក្រុមហ៊ុន Facebook ហ្នឹងគឺគេ send កូដមកឲ្យយើងលឿនជាង SMS បងប្អូនបើសិនជា SMS វាយូរអញ្ចឹងយើងdownload ជាមួយនឹង WhatsApp មួយមកហើយបើសិនជាមាន Gmail យើងដាក់ Gmail ហើយយើងយកពាក្យ continue និយាយរៀងជាប់មាត់ទៀតចាយើងចុចពាក្យ continue បន្ទាប់មកទៀតគេនឹង send code យើងយកទៅបំពេញកន្លែងហ្នឹងហើយកន្លែងនេះគឺគេដាក់ឲ្យយើងenter ជាមួយនឹង password ថ្មីឃើញទេបងប្អូនអញ្ចឹងយើងអត់ទាមទារជាមួយនឹង password ចាស់ទៀតទេអញ្ចឹងបងប្អូនដាក់មក password របស់បងប្អូនចាអញ្ចឹងពេលដែលយើងដូរហើយយើងត្រូវកត់កន្លែងណាចំណាំទុកណាបងប្អូនកុំឲ្យយើងភ្លេចទៀតណាចានៅពេលដែលយើងដាក់ password ហើយយើងចុច next ហើយយើងនឹងបដូរជាមួយនឹង account របស់យើងហ្នឹងគឺយើងបដូរជាមួយនឹង password ថ្មីហើយអញ្ចឹងរួចរាល់ហើយយើងកន្លែងនេះយើងចុច get app មកចាគឺរួចរាល់ហើយបងប្អូនអញ្ចឹង